Real Madrid Club de Football ក្នុងភាសាអេស្ប៉ាញត្រូវបានគេហៅពេញមាត់ថាក្រុមបាល់ទាត់ Real Madrid ឬក្រុម Real និងមានហសនាមផ្សេងទៀតក្នុងខេមរៈភាសាថាជាក្រុមអធិរាជសឬក្រុមស្ដេចសឬក្រុមភូមិន្ទក្រុមបាល់ទាត់អាជីពមួយនេះមានកំណើតកើតជានៅរាជធានី Madrid នៃរាជាណាចក្រអេស្ប៉ាញក្នុងអំឡុងឆ្នាំ1902តាមពិតទៅក្លឹបបាល់ទាត់មួយនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ1847មកម្លេះដោយក្រុមអ្នកកំឡោះជានិស្សិតចូលចិត្តលេងបាល់ទាត់មួយក្រុមវាខុសពីក្លឹបដទៃទៀតនៅលើសកលលោកខណៈដែលសមាជិកក្រុមរបស់ក្លឹបនេះគឺជាអ្នករកថវិកាជួយទ្រទ្រង់ជីវិតក្លឹបទៅតាមវិធីផ្សេងៗគ្នាដោយសារតែមានគេឈ្មោះល្បីរន្ទឺពីមួយឆ្នាំទៅមួយឆ្នាំទើបធ្វើឲ្យមានការចាប់អារម្មណ៍ដល់ព្រះរាជាអេស្ប៉ាញក្នុងជំនាន់ព្រះបាទ Alfonso ទី13ដោយព្រះអង្គសពព្រះរាជហឫទ័យឲ្យយករូបមកុដរាជដាក់លើរូបសញ្ញាតំណាងក្លឹបបាល់ទាត់ Real Madrid នៅពេលដែលក្លឹបនេះចូលឈ្មោះជាក្លឹបបាល់ទាត់ជាផ្លូវការក្នុងសហព័ន្ធបាល់ទាត់អេស្ប៉ាញនាឆ្នាំ1920ហើយកីឡដ្ឋាន Santiago Bernabeu ក៏ត្រូវដាក់ឲ្យប្រកួតជាផ្លូវការនៅពេលនោះផងដែរ Real Madrid ជាក្លឹបដែលមានជាងគេនៅលើពិភពលោកគិតត្រឹមសម័យបច្ចុប្បន្នដែលរកចំណូលបាន604លានផោនឬជាង1000លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ2014នេះមូលធនសរុបរបស់ Real Madrid គឺពុំទាន់មានក្លឹបបាល់ទាត់ដទៃទៀតបំបែកបាននៅឡើយទេពោលគឺវាមានទំហំស្មើនឹងសាច់ប្រាក់2000លានផោនកន្លះក្លឹបមួយនេះមិនមានប្រវត្តិធ្លាក់ចេញពីក្របខ័ណ្ឌកម្ពុជារបស់អេស្ប៉ាញឡើយគឺវាដូចគ្នាទៅនឹងក្លឹបពីរទៀតដែលមាន Barcelona និង Athletic Bilbao ហើយ Real Madrid ដណ្ដើមបានជើងឯកកម្ពុជាថ្នាក់ជាតិ Primera Liga ចំនួន32សម័យនិងរងជើងឯក21សម័យពានរង្វាន់ Copa del Rey 19សម័យរងជើងឯក20សម័យពានរង្វាន់ Super Copa España 9សម័យនិងរងជើងឯក5សម័យនៅឯឆាកអឺរ៉ុបវិញ Real Madrid បានកាន់កាប់ឯកតកម្មដោយមិនដឹងពេលណាទើបមានក្លឹបផ្សេងអាចបំបែកបាននោះគឺជាការឈ្នះពានរង្វាន់ Champions League ចំនួន10សម័យក្រៅពីនោះក៏មានការកាន់កាប់ពានរង្វាន់ជើងឯកអឺរ៉ុបផ្សេងទៀតដែរដូចជាពានរង្វាន់ UEFA Cup 2សម័យ UEFA Cup Winner Cup 2សម័យនិង UEFA Super Cup 2សម័យពានរង្វាន់ពិភពលោកវិញ Real Madrid ឈ្នះ Intercontinental 3សម័យកាលគេអាចចែកការវិវត្តរបស់ក្លឹបនេះជា7សម័យពីឆ្នាំ1897ដល់ឆ្នាំ1945ដែលជាការគ្រប់គ្រងនិងបង្រួបបង្រួមក្លឹបដោយក្រុមនិស្សិតដែលបានសិក្សានៅមហាវិទ្យាល័យ Cambridge និង Oxford ពីឆ្នាំ1945ដល់ឆ្នាំ1978 Real Madrid ស្ថិតក្រោមការគ្រប់គ្រងដោយបរិសម្នាក់ឈ្មោះថា Santiago Bernabeu Este លោកបានខំខ្នះខ្នែងជួយអភិវឌ្ឍក្លឹបក្រោយពីមានការបំផ្លិចបំផ្លាញដោយសារតែសង្គ្រាមលោកលើកទី2ពីឆ្នាំ1980ដល់ឆ្នាំ2000គឺជាសម័យ Quinta del Buitres សម័យនេះMadrid ឈ្នះពានរង្វាន់ចំនួន7និងមានការចាត់ចែងរកអ្នកចាត់ការទូទៅដែលមានសមត្ថភាពដែលអាចបណ្ដុះបណ្ដាលយុវជនឲ្យក្លាយជាកីឡាករប្រវត្តិសាស្ត្ររបស់ក្លឹបពីឆ្នាំ2000ដល់ឆ្នាំ2006គេហៅថាសម័យ Los Galacticos សម័យក្រុមអធិរាជសបានដឹកនាំដោយលោក Florentino Perez គ្រានោះលោកបានសុំអនុម័តថវិកាពីគណៈគ្រប់គ្រងចំនួនជាង200លានផោនដើម្បីទិញកីឡាករខ្លាំងមួយចំនួនដូចជា Luis Figo ពី Barcelona, Zinedine Zidane និង Cannavaro ពីក្លឹប Juventus, Ronaldo និង Roberto Carlos ពីក្លឹប Inter Milan, Raúl យកចេញពីថ្នាលយុវជន David Beckham ពី Manchester United ហើយពួកគេសុទ្ធសឹងតែជាកីឡាករលេចធ្លោរបស់ក្លឹបនៅចំនួននោះព្រមជាមួយនឹងកីឡាករផ្សេងៗទៀតពីឆ្នាំ2006ដល់ឆ្នាំ2009សម័យកាលដែលដឹកនាំដោយលោក Ramon Calderón ជានាយកលោកបានតែងតាំងលោក Capello ជាអ្នកចាត់ការទូទៅរបស់ក្លឹបលោកបានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ La Liga នៅឆ្នាំ2007ក្រោយពីពួកគេខកខានកាន់កាប់អស់4សម័យកាលមកហើយនោះពីឆ្នាំ2009ដល់ឆ្នាំ2013ជាសម័យកាលគ្រប់គ្រងដោយលោក Florentino Perez សាជាថ្មីហើយមានលោក Mourinho ជាអ្នកចាត់ការទូទៅ Perez បានបន្តគោលនយោបាយ Los Galacticos បន្តទៀតដោយទិញកីឡាករកាកាពី AC Milan និង Cristiano Ronaldo ពីក្លឹប Manchester United អ្វីដែលគួរឲ្យកត់សម្គាល់គឺ Ronaldo អាចរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់ខ្លួនសម្រាប់ការប្រកួត El Clasico ជាលើកដំបូងរបស់គេដែរនោះ
ពួកគេបានកាន់កាប់ជើងឯកឡាលីកាជាថ្មីនៅរដូវកាល2011-2012 ពីឆ្នាំ2013ដល់សម័យបច្ចុប្បន្នគឺជាសម័យកាលដែលកំពុងតែស្ថិតនៅក្រោមការចាត់ចែងដោយអ្នកចាត់ការទូទៅ Carlo Ancelotti បន្ទាប់ពីលោក Jose Mourinho ដែលបានចាក់ចេញទៅកាន់ក្លឹប Chelsea សាជាថ្មី Madrid បានដណ្ដើមជើងឯកទ្វីបអឺរ៉ុបជាលើកទី10 នៅមានរឿងវែងឆ្ងាយនៅបន្តទៅមុខទៀតដោយមិនមានថ្ងៃចប់ជាមួយនឹងក្លឹបដ៏ល្អឯកមួយនេះមានតែការកត់សម្គាល់និងបន្តការតាមដានដោយអ្នករាល់គ្នាតែប៉ុណ្ណោះ